សួស្តីបងប្អូនទាំងគ្នានេះគឺជាវីដេអូទី1ហើយក៏ជាការដឹកថ្ងៃដំបូងរបស់ខ្ញុំផងដែរសម្រាប់ភ្ញៀវដែលគាត់នៅទីក្រុងភ្នំពេញអូខេអញ្ចឹងខ្ញុំចេញដំណើរពីខាង Box Street នៅមាត់ទន្លេយើងហ្នឹងចេញទៅខាងកោះពេជ្រទី1ទី2យើងចេញទៅខាងទូរភូមិខាងទូរភូមិចេញពីទូរភូមិទៅខាងផៃទាវាមានទស្សនវិជ្ជាច្រើននៅតាមដងផ្លូវសោកស្ដាយមែនទែនដូចតែអ្នកទាំងអស់គ្នាបានឃើញចឹងបើចង់ដឹងបន្ថែមតោះមកទស្សនាវីដេអូទាំងមូលជាមួយខ្ញុំបាទហ្នឹងហើយតកតងជាមួយនឹងបងដែលគាត់នៅខាងកោះពេជ្រហ្នឹងមែនតើគាត់ខ្ញុំត្រូវចាំគាត់ប្រហែលជា20នាទីជាងដោយសារតែគាត់ជាប់រវល់ដល់ហើយទៅគាត់ឲ្យមិត្តភ័ក្តិរួមការងារមួយគាត់ហ្នឹងចូលមកយកជំនួសអញ្ចឹងទាំងជាទូទៅ20នាទីគឺយូរដែរដោយសារតែខ្ញុំមានភ្ញៀវបន្តបន្ទាប់ហើយខ្ញុំបានកំណត់ម៉ោងសម្រាប់ភ្ញៀវនីមួយៗអញ្ចឹងណាក៏ប៉ុន្តែដោយសារតែខាងបងនៅទូតពូហ្នឹងគាត់អាចអធិស្ឋានអាចឲ្យវាបានអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាចាំឲ្យគាត់តែម្ដងទៅកុំឲ្យខកជើងមកម្ដងទៀតអញ្ចឹងណាបាទ2,000 years later បាទបងបាទបងសុំថតមួយបងណាអូខេអរគុណច្រើនបងបាទអរគុណបងអរគុណបាទបងបាទតែក៏អត់ចូលអរគុណច្រើនបងបងចាំខ្ញុំបន្តិចទេបងខ្ញុំចាំភ្ញៀវគាត់មិញគាត់រៀងរវល់គាត់តាមបានយកអីវ៉ាន់អញ្ចឹងប្រហែលជា20នាទីទៀតខ្ញុំទៅដល់ទីតាំងរបស់បងគាត់ពីយកអីវ៉ាន់ឲ្យបងស្រីនៅខាងកោះពេជ្រហើយក៏បន្តដំណើរទៅឲ្យខាងទូតពូបន្តទៀតផងហើយអត់មួយខ្ញុំខាងចូលយូរដែរប្រហែលជា3ទៅ3ឆ្នាំជាងព្រោះដោយសារតែនៅខាងក្រៅមានអ៊ីអនទៅដែរអ៊ីអនទៅអ៊ីអន3យើងចង់ទៅមើលកូនឬក៏ញ៉ាំអីរបស់យើងមានអ៊ីអន3ទៅផ្ទះ Thank you.
ជំរាបសួរបងខ្ញុំមកដល់ហើយបងអរគុណច្រើនណាស់បាទបងនេះបងខាងពុទ្ធភូមិបានដឹកចេញហើយតែឥឡូវត្រូវបកទៅខាងស្រីជាទៅយើងគឺសំដែរយើងទៅទីទៅបងសួស្ដីបាទបងហ្នឹងហើយដោយសារតែបងខាងបៃទាគាត់បានទទួលលើបានអីហើយនៅពេលដែលខ្ញុំជិះមកហ្នឹងម៉ោងបងកម្មករកម្មការនេះគាត់ចេញអញ្ចឹងណាខ្ញុំមានស្ទះហើយអស់កម្លាំងដែរក៏រកកន្លែងអង្គុយសម្រាប់ក្លែកសម្រាប់ច្រើន¿Un qué? Un grr. ¿Un qué? Dame un tu ta ta tu ta tu tu ta tu ta tu tu ta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  កូនស្រីមុនហ្នឹងគឺខ្ជូតមែនតើគាត់ហួមនៅលើឡានមើលសប្បាយហើយនៅតាមដងផ្លូវខ្ញុំគិតថាវាជាជើងចុងក្រោយអីនៅខាងព្រៃទាដោយសារតែមានរឿងចៃដន្យមួយបងដែលនៅខាងកោះពេជ្រគាត់ជាភ្ញៀវទី1ហ្នឹងគាត់ចង់ផ្លាស់ប្ដូរបានអញ្ចឹងខ្ញុំក៏ជិះពីព្រៃទាត្រឡប់ទៅកោះពេជ្រវិញអញ្ចឹងវាឆ្ងាយដែរគុណ2អញ្ចឹងសួរថាតើវាពិបាកដែរអត់ទេសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាវាមិនស្រួលពេកទេក៏ប៉ុន្តែខ្ញុំពេញចិត្តនឹងធ្វើមូលហេតុអីដោយសារតែខ្ញុំស្រឡាញ់ការសប្បាយចិត្តរបស់ភ្ញៀវហើយវាក៏ជាទំនួលខុសត្រូវរបស់ខ្ញុំដែរអញ្ចឹងនៅពេលដែលភ្ញៀវគាត់សប្បាយចិត្តនៅអ្វីដែលយើងផ្ដល់ឲ្យផ្គាប់ចិត្តរបស់គាត់អាកូនចិត្តនៃការសន្សំរបស់គាត់ហ្នឹងគឺគាត់នៅតែរក្សាភាពស្ថិតថេរជាមួយនឹងសេវារបស់យើងអញ្ចឹង Alo ជំរាបសួរបងខ្ញុំយកអវ៉ាន់មកដូរឲ្យបងបងបាទបងបាទ Alo បាទបងនៅមុខហាងតើបងបាទបងនៅខាងណាខ្ញុំនៅខាងផ្លូវច្រកក្រោយខ្ញុំផឹកអូអត់ទេខ្ញុំឃើញមកមិនបងមួយអូខេអរគុណច្រើនមកណាបាទបាទអញ្ចឹងបងអ្នកដែលនៅក្នុងតុងសម្រាប់វីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយតាមណាទឹកតែជាបងមិនទេអត់ Yes អ្នកទាំងអស់គ្នាអញ្ចឹងការងាររបស់ខ្ញុំដែលត្រូវដឹកជញ្ជូននៅទីក្រុងភ្នំពេញហ្នឹងគឺបានចប់ត្រឹមហ្នឹងហើយ
នៅសល់តែអវ៉ាន់ដាក់នៅតាមបណ្ដាខេត្តទេគប់ផ្សំនឹងពេលល្ងាចផងខ្ញុំក៏ឆ្លៀតជិះលេងកំសាន្តបន្តិចទៅដើម្បីលំហែអារម្មណ៍នៅខាងស្ពានសន្ទរាគឺស្អាតមែនទែនអ្នកនរគ្នាអាចមើលទៅលើវីដេអូនេះ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn មនុស្សដើរកាត់ឆ្លងតាមចិន្តារូបរាងសាសំផែនសំហាគុណជាប់នេត្រាមិនចង់ស្មិចអោក្លិនគុណធានីរាត្រីកាចិត្តត្រេកត្រអាលចងចាំមិនភ្លេចពេលត្រេកក្នុងពេញថ្លៃថ្លាដកពេជ្រខ្ញុំចាំជានិច្ចចាំលួងអមសាន ត្រេកភ្នំពេញហាលសែនសប្បាយទេសភាពទាំងឡាយឃើញក្រប៉ងព្រឹងបបអាស្គូស្គីរីកលញញឹមរវៃព្រីទឹមស្មាពុំបានក៏ឡាបក្រពុំផាក់សំអិនចោះនាំឲ្យកំឡងគូភ្លឹងភ្លេចប្រានលំបរាត្រីដោយសុគាបានវាមានសុខសាន្តសួនសួស្នេហា បំប្រងមនុស្សដែលកាត់ឆ្លងតាមចិន្តា